ឃើញថាការបដិក្របវាមានអាយុកាលយូរឆ្នាំទម្រាំឲ្យផលឬក៏ផ្លែផ្កាមិនដឹងថាវាអាចថាវាភាគរយថាអត់ផ្លែណាវាខ្ពស់ក៏ដោយតែដោយសារយើងស្រឡាញ់ចង់ដាំចឹងទៅក៏សាកដាំហើយក៏មានកូនតារ៉េនដែលខ្ញុំធ្លាប់បដោះមកពីមុនមកហ្នឹងចូលអាយុ1ឆ្នាំហើយហ្នឹងខ្ញុំបានដាក់ដាំបដាឲ្យដែរពីដើមអញ្ចឹងណាហ្នឹងខ្ញុំធ្លាប់បានធ្វើវីដេអូបង្ហាញបងប្អូនខ្លះហើយនេះការបដោះគ្រាប់តារ៉េនក្រោយទៀតបាទយើងរងចាំមើលការបដោះគ្រាប់ពូជតារ៉េនថ្មីនេះจะមើលសភាពលូតលាស់របស់វាហើយនឹងការលូតលាស់របស់វាហើយនឹងបន្តដែលខ្ញុំត្រូវធ្វើវីដេអូដាំបន្តទៅទៀតសូមបងប្អូនតាមដានមើលវីដេអូទាំងអស់គ្នាបាន I wanna hear